ប៉ុន្តែបើនិយាយពីរឿងកូនវិញធ្វើដល់ថ្នាក់ម្ដាយឪពុកទ្រាំលែងបានគាត់ដាក់ទនាចេះហើយមិនមែនរឿងលេងសើចទេញោមពាក្យចាស់ថាគ្រូទាយទំនាយព្រះទំនាយព្រះហ្នឹងគឺព្រះដាក់ទំនាយដែលប្រព្រឹត្តខ្លួនធ្វើឲ្យឆ្គាំឆ្កងឲ្យខុសជាមួយមេដាជាមួយបៃតាដែលជាអ្នកមានគុណណាហើយគាត់ទ្រាំលែងបានដាក់ទំនាយតែមិនអញ្ចឹងគេហៅទឹកមាត់ម្ដាយប្រៃញោមទឹកមាត់ម្ដាយប្រៃញោមដែលមិនសូវមានកូនសំប្រកបគេមកកុំដាក់ទំនាយកូនណាញោមណាកុំឲ្យសោះតិចលោកខំកូនមិនតាន់ដឹងក្បាលដឹងកតុយអង្គុយដាក់ទំនាយគេណាដាក់មិនអញ្ចឹងណាអ្នកមានគុណនេះគឺថាដាក់ទំនាយឲ្យវិនិច្ឆ័យឲ្យអន្តរាយឲ្យអាប់អោនអត់បានទេពាក្យម៉ែពាក្យឪនេះជាពាក្យព្រះជាពាក្យព្រំអញ្ចឹងកូនកុំធ្វើដល់ថ្នាក់ម៉ែឪដាក់ទំនាយអញ្ចឹងមិនបានទេណា